ជំរាបសួរអ្នកដែលរៀនភាសាជប៉ុនទាំងអស់គ្នាហ្នឹងហើយអញ្ចឹង kanji ខ្លះវាពិបាកហ្នឹងហើយអញ្ចឹងដូចជាអក្សរ Budo នេះអញ្ចឹងផ្លែទៅពាំងបាយជូរអញ្ចឹងហើយបានជាអក្សរ kanji ខ្លះគេអត់សរសេរ kanji ទេគឺគេសរសេរ hiragana កណ្ដាលយើងរៀនឲ្យតែដឹងអញ្ចឹងណាហ្នឹងហើយដឹងថាអូ Budo ហ្នឹង kanji វាអញ្ចឹងយើងកាន់តែដឹងទៅអញ្ចឹងទៅហើយរៀនសរសេរវាខ្លះអញ្ចឹងណាយើងរៀនអាពិបាកដើម្បីដល់ពេលមករៀនអាស្រួលយើងស្រួលសរសេរហ្មងអញ្ចឹងណាវាជាគន្លឹះមួយនៃការរៀនអក្សរ kanji ផងដែរអរគុណច្រើនអ្នកទាំងអស់គ្នា届きそうで今日も